ដិនចង់ជប់កិនរឿងរ៉ាវបច្ចុប្បន្នព្រោះថានៅពេលនេះមានតែរឿងសោកសៅយើងបីនាក់ធ្លាប់ជាមិត្តល្អតែឥឡូវប្រៀបដូចសត្រូវជួយប្រាប់បានទេធ្វើមិនได้ទេទើបដូចតាមវិញបានខ្លួនរឿងហេតុមិនបានរឿងគ្រប់យ៉ាងនឹកស្មានមិនដល់ឈឺចាប់ខ្លាំងណាស់ឈឺចាប់ខ្លាំងណាស់ហើយអ្វីដែលជាបែបនេះខ្លួនរឿងហេតុមិនបានទាំងភ្នែកហូរស្ទើរក្រុមនាទីព្រមមិត្តភាពពួកយើងបែកបាក់ខ្ទេចខ្ទីមិនអាចស្រោចស្រង់វិញបានវ័យបានប្រែប្រួលអស់ហើយគ្មានទៀតឡើយរឿងរ៉ាវរីករាយតទៅមានតែទុក្ខសោកនិងការស្ដាយក្រោយយើងបីនាក់ធ្លាប់ជាមិត្តល្អតែឥឡូវប្រៀបដូចសត្រូវជួយប្រាប់បានទេធ្វើមិនได้ទេទើបដូចតាមវិញបានខ្លួនរឿងហេតុមិនបានរឿងគ្រប់យ៉ាងនឹកស្មានមិនដល់ឈឺចាប់ខ្លាំងណាស់ឈឺចាប់ខ្លាំងណាស់ហើយអ្វីដែលជាបែបនេះខ្លួនរឿងហេតុមិនបានទាំងភ្នែកហូរស្ទើរក្រុមនាទីព្រមមិត្តភាពពួកយើងបែកបាក់ខ្ទេចខ្ទីមិនអាចស្រោចស្រង់វិញបានរឿងគ្រប់យ៉ាងនឹកស្មានមិនដល់ឈឺចាប់ខ្លាំងណាស់ឈឺចាប់ខ្លាំងណាស់ហើយអ្វីដែលជាបែបនេះខ្លួនរឿងហេតុមិនបានទាំងភ្នែកហូរស្ទើរក្រុមនាទីព្រមមិត្តភាពពួកយើងបែកបាក់ខ្ទេចខ្ទីមិនអាចស្រោចស្រង់វិញបានមិនបានរឿងគ្រប់យ៉ាងនឹកស្មានមិនដល់ឈឺចាប់ខ្លាំងណាស់ឈឺចាប់ខ្លាំងណាស់ហើយអ្វីដែលជាបែបនេះខ្លួនរឿងហេតុមិនបានទាំងភ្នែកហូរស្ទើរក្រុមនាទីអូភាពពួកយើងបែកបាក់ខ្ទេចខ្ទីមិនអាចស្រោចស្រង់វិញបានចង់ត្រឡប់ទៅរកអតីតចង់ជប់កិនរឿងរ៉ាវបច្ចុប្បន្នព្រោះថានៅពេលនេះមានតែរឿងសោកសៅយើងបីនាក់ធ្លាប់ជាមិត្តល្អ